ជំរាបសួរខ្ញុំបាទឈ្មោះភួងសមន្តរាជានិស្សិតវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជំរាបសួរនាងខ្ញុំឈ្មោះសិលក្ខណាជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងរៀនជំនាញធនាគារនិងហិរញ្ញវត្ថុឆ្នាំទី3ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះពីដាវសាន់ដេគឺជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យភ្នំពេញសិល្បៈសប្តាហ៍ថ្ងៃខ្ញុំសិក្សាផ្នែក Fashion Design ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះហៃលៀងឆេងជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជំនាញទេសចរណ៍ថ្ងៃទី1ខែធ្នូឆ្នាំ2020គឺជាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី1ខែធ្នូឆ្នាំ2020នេះគឺជាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី1ខែធ្នូឆ្នាំ2020គឺជាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី1ខែធ្នូឆ្នាំ2020គឺជាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ទៅលើការផ្សព្វផ្សាយដូចជាការអប់រំអំពីវិធីការពារមេរោគអេដស៍និងជំងឺអេដស៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍គឺជាទិវាមួយដែលយើងប្រារព្ធឡើងក្នុងគោលបំណងដើម្បីរំលឹកដល់អ្នកដែលបានទទួលរងគ្រោះដោយសារតែមេរោគអេដស៍ក៏ដូចជាអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺអេដស៍និងអ្នកដែលកំពុងតែរស់នៅផ្ទាល់ជាមួយនឹងមេរោគអេដស៍យុវជនភាគច្រើនបញ្ហាដែលគាត់ជួបប្រទះនោះគឺយុវជនខ្លះគាត់កើតមកគឺគាត់មានផ្ទុកនឹងមេរោគអេដស៍ស្រាប់ទៅហើយព្រោះដោយសារតែឪពុកម្ដាយរបស់គាត់នោះគឺមានមេរោគអេដស៍ហើយបានចម្លងទៅដល់កូនគាត់នៅពេលដែលកូនគាត់កើតមកហើយដែលឪពុកម្ដាយគាត់ច្រឡំទៅគាត់នោះដោយសារតែនៅពេលដែលគាត់មានមេរោគអេដស៍គឺគាត់អត់បានទៅពិគ្រោះអត់ហ៊ានទៅពិគ្រោះជាមួយនឹងគ្រូពេទ្យទេគឺគាត់ភ័យនឹងអៀនខ្មាស់ជាមួយនឹងគ្រូពេទ្យដូច្នេះហើយនៅពេលដែលកូនគាត់កើតមកគឺមានផ្ទុកនឹងមេរោគអេដស៍ហើយនៅពេលដែលកូនគាត់ផ្ទុកមេរោគអេដស៍នោះកូនគាត់បានជួបនៅប្រទះនៅបញ្ហាមួយគឺបញ្ហាដែលត្រូវបានគេស្អប់ខ្ពើមនិងមើលងាយនៅក្នុងសង្គមហើយជាពិសេសគឺគាត់ពិបាកនឹងចុះសម្រុងជាមួយគេផ្សេងនៅក្នុងសង្គមយុវជនជាច្រើនគឺមានបញ្ហាប្រឈមជាច្រើនទាក់ទងទៅនឹងជំងឺអេដស៍ដោយគាត់កង្វះនៅការយល់ដឹងទាក់ទងទៅនឹងជំងឺអេដស៍ដោយគាត់ធ្វើការរួមភេទជាមួយដៃគូជាច្រើនដោយមិនបានការពារក៏ដូចជាការប្រើប្រាស់នៅស្រោមអនាម័យជាការពិតណាស់ក្នុងសង្គមយើងបច្ចុប្បន្នយុវជនជួបបញ្ហាច្រើនទាក់ទងនឹងជំងឺអេដស៍សម្រាប់អ្នកដែលមានដៃគូច្រើនមិនច្បាស់លាស់ដោយសារតែគាត់ជិតមានការធ្វើប្រហែសក៏ដូចជាការមិនយកចិត្តទុកដាក់ការពារនៅក្នុងពេលរួមភេទយុវជនភាគច្រើនជួបជាមួយនឹងបញ្ហាអេដស៍ដោយសារតែគាត់មានការអៀនខ្មាស់អត់ហ៊ានទទួលស្គាល់ឬក៏អត់ហ៊ានទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញដើម្បីទទួលយកការធ្វើតេស្តរោគមេរោគអេដស៍ពិសេសគឺគាត់អត់ហ៊ានទទួលយកលទ្ធផលដែលគាត់ធ្វើតេស្តបានជាវិជ្ជមានឬក៏អវិជ្ជមានការយកចិត្តទុកដាក់នៃការការពារមេរោគអេដស៍មានសារៈសំខាន់សម្រាប់ខ្ញុំគឺខ្ញុំគិតថាវាអាចលុបបំបាត់មេរោគអេដស៍ជំងឺអេដស៍ចេញពីពិភពលោកនេះបានទាំងស្រុងការយកចិត្តទុកដាក់ក៏ដូចជាការយល់ដឹងនៅការការពារចំពោះជំងឺអេដស៍គឺវាមានសារៈសំខាន់ខ្លាំងណាស់ដោយពួកគាត់បានយល់ដឹងហើយក៏ដូចជាការបង្ការនិងការទប់ស្កាត់ទាក់ទងទៅនឹងការរីករាលដាលរបស់ជំងឺអេដស៍នេះផងដែរការយកចិត្តទុកដាក់ទៅលើការការពារមេរោគអេដស៍គឺមានសារៈសំខាន់ណាស់គឺរួមចំណែកក្នុងការកាត់បន្ថយអត្រានៃការឆ្លងក៏ដូចជាអត្រានៃការស្លាប់ដោយសារតែមេរោគអេដស៍ការយកចិត្តទុកដាក់និងការការពារខ្លួនពីការឆ្លងនៃមេរោគអេដស៍គឺពិតជាមានសារៈសំខាន់ណាស់ព្រោះពេលដែលយើងយល់ដឹងកាន់តែច្រើនពីបញ្ហានៃមេរោគអេដស៍គឺយើងអាចមានការប្រុងប្រយ័ត្នបានខ្ពស់និងជៀសវាងការឆ្លងនៃមេរោគអេដស៍ពិសេសគឺយើងអាចចូលរួមក្នុងការកាត់បន្ថយនៃអត្រាមរណភាពនៅក្នុងកម្ពុជាបានមួយចំនួនក្រោយខ្ញុំចង់ផ្ដាំផ្ញើទៅដល់ប្រជាជនជាពិសេសយុវជនឲ្យពួកគាត់ចេះការពារខ្លួននិងជួយចែករំលែកអំពីចំណេះដឹងនៃជំងឺអេដស៍ដើម្បីឲ្យយុវជនផ្សេងៗទៀតគាត់បានដឹងថាជំងឺអេដស៍នោះគឺវាគួរឲ្យខ្លាចប៉ុណ្ណានៅក្នុងឆ្នាំ1991ជំងឺអេដស៍បានចូលមកដល់ក្នុងប្រទេសខ្មែរយើងនៅក្នុងឆ្នាំ1995អ្នកផ្ទុកមេរោគអេដស៍គឺកើនឡើងទៅដល់ 23,000 នាក់បច្ចុប្បន្នអ្នកផ្ទុកមេរោគអេដស៍មានទៅដល់ 73,000 នាក់បើសិនជាលោកអ្នកសង្ស័យថាលោកអ្នកបានរួមភេទឬក៏តាក់ទងជាមួយនឹងបុគ្គលដែលមានផ្ទុកមេរោគអេដស៍នោះចូលពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីតាក់ទងគ្រូពេទ្យដើម្បីយកថ្នាំប៉ឹបមកពិសាព្រោះថ្នាំប៉ឹបនោះវាអាចជួយយើងកុំឲ្យឆ្លងជំងឺអេដស៍ក្នុងរយៈពេល72ម៉ោងបើហួសពី72ម៉ោងនោះគឺវាលែងជួយយើងបានទៀតហើយ
នាងខ្ញុំមានសំណុំពរមួយចំនួនផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាក៏ដូចជាយុវជនយើងផងដែរបើសិនបើអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងមានដៃគូច្រើនអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់នៅស្រោមអនាម័យនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការរួមភេទហើយបើសិនជាអ្នកទាំងអស់គ្នាមានមន្ទិលសង្ស័យទាក់ទងទៅនឹងជំងឺអេដនេះអ្នកទាំងអស់គ្នាគួរតែទៅធ្វើតេស្តឈាមរកមេរោគអេដដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលាហើយបើសិនបើអ្នកទាំងអស់គ្នាមានមន្ទិលសង្ស័យទាក់ទងទៅនឹងជំងឺអេដនេះអ្នកទាំងអស់គ្នាគួរតែទៅធ្វើតេស្តឈាមរកមេរោគអេដដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា